តើបងប្អូនដឹងទេថាតើប្រទេសកម្ពុជារបស់យើងមិនរហូតមកដល់បច្ចុប្បន្ននេះឆ្លងកាត់ប្រមាណសម័យកាលមកហើយចាប់តាំងពីការកកើតដំបូងរហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជាយើងបានកន្លងផុតសម័យកាលចំនួន16សម័យកាលរួចមកហើយដែលក្នុងចំណោមសម័យកាលទាំងនោះមានសម័យកាលខ្លះដែលប្រទេសយើងបានទទួលការរីកចម្រើនទៅដល់កម្រិតកំពូលសម័យខ្លះស្ថិតក្រោមការត្រួតត្រារបស់បរទេសនិងមានសម័យកាលខ្លះដែលប្រទេសយើងបានធ្លាក់ចុះខ្សោយរហូតដល់ក្រោម0កំណៀនសម័យកាលទាំង16ដែលប្រទេសកម្ពុជាបានឆ្លងកាត់ទាំងអស់រួមមាន1សម័យបុរេប្រវត្តិ600,000ឆ្នាំមុនគ្រិស្តសករាជរហូតដល់សតវត្សទី1នៃគ្រិស្តសករាជ2សម័យនគរភ្នំឬហ្វូណនដើមសតវត្សទី1រហូតដល់ឆ្នាំ550នៃគ្រិស្តសករាជ3សម័យចេនឡាឆ្នាំ550ដល់802នៃគ្រិស្តសករាជ4សម័យអង្គរឆ្នាំ802ដល់1431នៃគ្រិស្តសករាជ5សម័យចតុមុខឆ្នាំ1431ដល់ឆ្នាំ1516នៃគ្រិស្តសករាជ6សម័យលង្វែកឆ្នាំ1516ដល់1620នៃគ្រិស្តសករាជ7សម័យឧដុង្គឆ្នាំ1620ដល់ឆ្នាំ1863 8សម័យអាណានិគមនិយមបារាំងឆ្នាំ1863ដល់ឆ្នាំ1953នៃគ្រិស្តសករាជ9សម័យអាណានិគមជប៉ុនឆ្នាំ1941ដល់ឆ្នាំ1945នៃគ្រិស្តសករាជ10សម័យសង្គមរាស្ត្រនិយមឬព្រះរាជាណាចក្រកម្ពុជាទី1ឆ្នាំ1953ដល់ឆ្នាំ1970 11សម័យសាធារណរដ្ឋខ្មែរឬសម័យលន់នល់ឆ្នាំ1907ដល់ឆ្នាំ1975នៃគ្រិស្តសករាជ12សម័យកម្ពុជាប្រជាធិបតេយ្យឬសម័យប៉ុលពតឆ្នាំ1975ដល់ឆ្នាំ1979នៃគ្រិស្តសករាជ13សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្នាំ1979ដល់ឆ្នាំ1989នៃគ្រិស្តសករាជ14សម័យរដ្ឋកម្ពុជាឆ្នាំ1989ដល់ឆ្នាំ1991នៃគ្រិស្តសករាជ15សម័យអ៊ុនតាក់ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិឆ្នាំ1992ដល់ឆ្នាំ1993នៃគ្រិស្តសករាជ16សម័យព្រះរាជាណាចក្រកម្ពុជាឬព្រះរាជាណាចក្រកម្ពុជាទី2ឆ្នាំ1993រហូតមកដល់បច្ចុប្បន្ននេះបើសិនជាបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេច follow for more